អាចណាត់ណាចេះតែបានអីសំតាមបំណងគ្រប់មុខទេអានឹងធម្មតាជីវិតผมចាំបាច់និយាយត្រឹមតែអ្នកមុំគ្រាន់តែមានបាយរស់នៅអីសំបីមហាសិទ្ធិក៏ដោយបរិជាក៏ដោយលោកដុលណាត្រាំហ្នឹងក៏ដោយក៏មិនមែនថាចេះតែចង់បានអីចេះតែបានដោយចិត្តគ្រប់មុខទេទេវតាហ្នឹងក៏ដែរមិនត្រឹមតែមនុស្សទេចង់កុំឲ្យជាយត់មិនបានដល់ពេលវេលាជាយត់ធ្លាក់នៅរក់ទៀតក៏មានដែរទេវបុត្រទេធីតាអីហ្នឹងហ្នឹងហេតុផលក្នុងជីវិតអ្វីក៏ជាការពិតហ្នឹងហើយដែលផ្ដើមដំបូងមកត្រង់ឲ្យថាអ្វីមានបច្ច័យត្រឹមត្រូវណាដែលយើងនិយាយមិនត្រឹមត្រូវនិយាយអយុត្តិធម៌អីហ្នឹងវាទាក់ទងទៅនឹងបញ្ញត្តិហ្នឹងហើយបុគ្គលនេះបុគ្គលនោះប្រព្រឹត្តមិនគួរក៏បីលំអៀងដោយស្រឡាញ់ដោយស្អប់ដោយវង្វេងដោយការភ័យខ្លាចអីហ្នឹងវិនិច្ឆ័យអយុត្តិធម៌ការប្រព្រឹត្តនៅក្នុងសង្គមលោកហ្នឹងអាហ្នឹងដោយបញ្ញត្តិតែបើដោយបរមត្តវិញមានតែយុត្តិធម៌ផលត្រូវប្រកបដោយធម្មៈគឺហេតុបរមត្តធម៌មានតែប៉ុណ្្នឹងទេមានតែហេតុហើយនឹងផលអត់មានផលណាដែលកើតអត់ហេតុទេហើយវាអត់មានរឿងអត្តាសត្វបុគ្គលហើយអញ្ចឹងវាអត់មានរឿងអយុត្តិធម៌ដែលយើងប្រើក្នុងលោកទេព្រោះតែយើងប្រើក្នុងលោកអយុត្តិធម៌គឺយើងប្រើទាក់ទងទៅនឹងបុគ្គលមិនបានប្រកបដោយសុចរិតធម៌មិនបានប្រកបដោយធម៌ហ្នឹងគឺគុណធម៌ហ្នឹងហើយទៅជាអយុត្តិធម៌ហ្នឹងគឺនិយាយពីបុគ្គលបញ្ញត្តិហ្នឹងហើយតែដោយបរមត្តគឺយុត្តិធម៌ត្រូវប្រកបដោយធម៌ដែលជាហេតុហ្នឹងហើយធัวក្នុងទីនេះគឺហេតុតែព្រោះបរមត្តធัวមានតែហេតុបច្ច័យហើយនឹងផលអញ្ចឹងអត់ដែលមានផលណាដែលប្រឆាចពីបច្ច័យខុសពីបច្ច័យបើយើងដឹងសច្ចធម៌នៃជីវិតមានសេចក្តីសុខណាសុខឡើងណាគ្រប់រឿងទាំងអស់ណាដែលចូលមកដល់ជីវិតយើងគឺបានន័យថាអ្វីដែលយើងដឹងហ្នឹងណាហើយដែលថាយើងដឹងហ្នឹងយើងនឹងបញ្ញត្តិទេបរមត្តគឺវិញ្ញាណទេដែលដឹងគ្រប់រឿងទាំងអស់ហ្នឹងតែអញ្ចឹងទៅវាអត់ចាំបាច់ទៀមទារឿងអីឲ្យជាទីកប់ចិត្តស្អីបាទការដែលដឹងរឿងហ្នឹងគឺត្រឹមតែជាវិញ្ញាណធាតុយើងហៅថាចិត្តក៏បានដោយបរមត្តណាការដែលដឹងចិត្តវិញ្ញាណមិនមែនជាខ្លួនយើងនេះអានេះបានជាដំណើរទៅព្រះនិព្វានទៅរកការអស់ទិដ្ឋិនិងតណ្ហាណាអាការប្រកាន់វិញ្ញាណថាជាខ្លួនយើងអ្នកដឹងរឿងហ្នឹងណាយើងអ្នកដឹងរឿងបានតែយើងមាននៅក្នុងលោកហើយតែយើងមាននៅក្នុងលោកហ្នឹងមិនរួចពីចង្អៀតចង្អល់ទេទោះជាមានសម្បត្តិមហាសិទ្ធិសម្បត្តិពរាជាក៏ដោយវានៅរបស់អញប្រែប្រួលទៅរបស់អញបាត់បង់ទៅអីអញហ្នឹងចាស់អញឈឺអញស្លាប់អីចឹងទៅវានៅតែចង្អៀតចង្អល់អញ្ចឹងឲ្យតែសម្គាល់មានខ្លួនយើងនៅក្នុងលោកភ្នែកជាមនដាតកាយចិត្តហ្នឹងហើយចុះបើសតិរលឹករឿយផ្លូវភ្នែកផ្លូវជាចំណាត់កាយចិត្តត្រឹមតែវិញ្ញាណមានយើងឯណានៅក្នុងโลกនេះហើយអត់មានយើងនៅក្នុងโลกនេះវាអត់មានសេចក្តីចង្អៀតចង្អល់ទេទិដ្ឋិហ្នឹងតែដែលប្រគល់ប្រកម្មហើយអត់មានទិដ្ឋិណាដែលមិនចង្អៀតចង្អល់ទេទោះជាបានមកក៏វានៅតែខ្វាយខ្វល់ព្រោះមានយើងអ្នកបានអត់តែបានមករឿងហ្នឹងប៉ុន្តែនេះនៅសម្គាល់ថាយើងនេះវានៅមានរឿងខ្វល់ច្រើនទៀតណាអ្នកម្នាក់ហ្នឹងមិនតិចរឿងទេឲ្យតែនៅសម្គាល់ថាមានយើងព្រោះវាអត់ប្រកម្មថាអាត្មាអញនៅក្នុងโลกនេះទេត្រឹមតែវិញ្ញាណដឹងអារម្មណ៍ហ្នឹងវេទនាសោយហ្នឹងអញ្ចឹងអារម្មណ៍អីក៏បានដែរតែយើងទៅទៀមទាអារម្មណ៍ពីឋានសួគ៌អារម្មណ៍ល្អប្រណិតយកមកឲ្យណាបើវាមិនមែនយើងអ្នកសោយផងហ្នឹងអត់មែនជាយើងអ្នកដឹងផងហ្នឹងអ្វីដែលដឹងអារម្មណ៍ហ្នឹងមានប៉ុន្តែវិញ្ញាណធាតុចក្ខុវិញ្ញាណសោតវិញ្ញាណធាតុវិញ្ញាណជីវវិញ្ញាណកាយវិញ្ញាណមโนវិញ្ញាណហ្នឹងណាហើយមិនប្រកម្មវិញ្ញាណដែលដឹងអារម្មណ៍ថាជាយើងណាដូចជាយើងមិនប្រកម្មដីទឹកភ្លើងខ្យល់ខាងក្រៅអាកាសធាតុខាងក្រៅថាជាយើងអញ្ចឹងកាយនេះតាំងនៅដោយដីទឹកភ្លើងខ្យល់អាកាសធាតុក៏អត់មានជាអត្តាសត្វបុគ្គលយើងហើយនៅសល់វិញ្ញាណធាតុហ្នឹងមានទិដ្ឋិឯណាមកចាប់ប្រកាន់ថាជាយើងបើសតិរលឹករឿយទៅជាចិត្តតានុបស្សនាតែប្រធានវិបស្សនាចម្រើនឡើងកំណត់វិញ្ញាណធាតុហ្នឹងវាជាធាតុដូចតែធាតុខ្យល់បក់រហើយមកនេះអញ្ចឹងយើងមានប្រកាន់ថាខ្យល់ហ្នឹងទេវតាប្រអិនប្រព្រំណាខ្យល់វាជាធម្មជាតិជាធាតុវាយោធាតុអញ្ចឹងណាវិញ្ញាណធាតុដូចគ្នាអញ្ចឹងមានក្នុងលោកមែនវាជានាមធាតុមិនមែនរូបមែនប៉ុន្តែដោយអត្ថាអនត្តាអត់មានអត្តាមនុស្សទេវតាវិញ្ញាណអាស្រ័យអារម្មណ៍បច្ច័យកើតឡើងអាស្រ័យវត្ថុបរិជាតិបច្ច័យកើតឡើងអាស្រ័យសម្បយុទ្ធបច្ច័យសហជាតិបច្ច័យច្រើនទៀតតាំងពីអនន្តរបច្ច័យសមនន្តរបច្ច័យបានវិញ្ញាណនឹងកើតហើយអ្វីដែលកើតពីបច្ច័យវាមិនដែលជាសត្វទេមុននឹងកើតវាអត់មានតែមានបច្ច័យវាកើតឡើងអ្វីដែលកើតពីបច្ច័យវាមិនដែលជាអត្តាទូខ្លួនយើងអត្តាអ្នករតីអីវាគ្រាន់តែជាផលនៃបច្ច័យមានហើយត្រឡប់ទៅជាមិនមានវិញវិញ្ញាណធាតុហ្នឹងមួយដែរណាហ្នឹងហើយក្នុងបណ្ដាធម៌ទាំងឡាយដែលកើតពីបច្ច័យហ្នឹង
យើងវាចេះតែកវល់វាយរੂអីចឹងទៅអត់បានចម្រើនបញ្ញាទោះជាមានអីបានអីក៏វានៅក្តោបក្តាប់រក្សាសេចក្តីល្ងងនឹងឯងក្នុងចិត្តសន្តានហ្នឹងភាពងងឹតសេចក្តីល្ងងហ្នឹងតើតែមានពន្លឺភ្លឺស្វាងគឺបញ្ញាហើយយើងអត់អប់រំបញ្ញាសោះអញ្ចឹងមានអីបានអីត្រេកអររីករាយទៅពីខាងក្រៅអាងងឹតនៅតែងងឹតហ្នឹងបើលោភៈត្រេកអររីករាយទៅប៉ុណ្ណាក៏ប្រកបដោយមោហៈអវិជ្ជានឹងឯងជាឫសគល់ថ្នាក់ធំក្រៃលែងសម្រាប់សត្វលោកយើងហ្នឹងគឺខ្លួនឯងដែលល្ងងនឹងឯងចឹងគ្មានសត្រូវខាងក្រៅឯណាឲ្យមកដូចជាខ្លួនឯងដែលល្ងងទេជាកំពូលសត្រូវជាមួយនឹងខ្លួនយើងហ្នឹងចឹងចាំពាក្យពីរហ្នឹងទៅវាជួយរំលឹកសច្ចៈនៃលោកសច្ចៈនៃជីវិតគ្មានអ្វីដែលសម្រាប់ឲ្យយើងកើតទុកមិនសោកចិត្តទេកាលណាបើយើងដឹងថាជាការពិតហើយសច្ចៈនៃលោកសច្ចៈនៃជីវិតហ្នឹងអត់មានស្អីដែលមិនមែនជាការពិតសម្រាប់ឲ្យយើងកើតទុកទោមនស្សតោះទេគ្រប់រឿងទាំងអស់ព្រោះបដិខេអនុស័យវាដេកចំងំនៅក្នុងទុក្ខវេទនាដោយសារតែអត់មានសតិទេតែមានសតិសម្បជញ្ញៈមានយោនិសោមនសិការៈទៅវាកំចាត់ទោសៈនឹងបានហើយអញ្ចឹងរឿងអ្វីដែលយើងចាត់ទុកថាមិនល្អអាក្រក់ក្នុងโลกហ្នឹងណាគឺដោយសារទោសៈមូលចិត្តខ្លួនយើងឯនេះទេទោសៈជាវ័នកើតឡើងទេបានវាមានបដិខេសញ្ញាសម្គាល់ថាអ្វីហ្នឹងគួរឲ្យថ្នាំងថ្នាក់អន់ចិត្តគួរឲ្យភ័យខ្លាចគួរឲ្យស្ដាយគួរឲ្យមុំម៉ៅក្តៅក្រហាយកើតទុករឿងនេះរឿងនោះអីសពគ្រប់ទាំងអស់ចាប់យករឿងអ្នករតីហ្នឹងមកឲ្យកើតទុកដូចជាលេបឆ្នាំពឹសអញ្ចឹងហ្នឹងឯងឆ្នាំពឹសនៅដបឯនៅសោះហ្នឹងហ្នឹងឯងខ្លួនឯងលើកយកមកផឹកថាគេជាបាបបៀតបៀនខ្លួនឯងអីចឹងទៅហើយតែកាលណាហេតុផលបរមត្តប្រកបដោយបញ្ញាហើយវាអត់មានរឿងអីឲ្យយើងមិនសុខចិត្តទេមានតែសុខចិត្តតែម្យ៉ាងគត់ហើយសុខចិត្តប្រែមកថាម៉េចសុខចិត្តប្រែមកតែចិត្តសុខហ្នឹងឯងហ្នឹងឯងតែប្រែមកពីរស់ហ្នឹងឯងហ្នឹងសុខចិត្តប្រែមកតែចិត្តសុខអីតែចិត្តសុខហើយរស់អីទៀតឥឡូវរស់អីទៀតមហាសិទ្ធិក៏ដើម្បីសុខចិត្តហ្នឹងព្រះជាទេវតាក៏ដើម្បីសុខចិត្តមានអីបានអីក៏ដើម្បីសុខចិត្ត